ចាំបានអត់មករយៈប្រហែលឆ្នាំមុនហ្មងគេល្បីផ្ទុះស៊ុបខ្យងខ្លាំងមែនតើរបៀបថាងាកឡើងស៊ុបខ្យងនៅលើងាកឡើងស៊ុបខ្យងអញ្ចឹងណាឥឡូវចង់ចេះធ្វើស៊ុបខ្យងចាំចូលរៀនមកនេះរបៀបធ្វើគេត្រូវធ្វើម៉េចឲ្យស៊ុបខ្យងអាសាច់ខ្យងហ្នឹងវាស្វិតណាហើយយើងត្រូវធ្វើរបៀបបាច់ពីណាទៅណាហើយទី2គឺយើងត្រូវការចេះធ្វើទឹកស៊ុបហើយនឹងទឹកសៀងផងវាទៀតធ្វើអីក៏ដោយក៏វាមានរបៀបថាចេះចំណេះដឹងនៅខាងក្នុងនឹងមួយយល់ថាតើទឹកស៊ុបខ្យងហ្នឹងវារសជាតិទៅបែបម៉េចវិញហើយគេដាំទឹកហ្នឹងរបៀបថាត្រឹមតែស្ងោរឆ្អឹងជ្រូកធម្មតាចឹងទេឬក៏មិនអីមិនវាមានច្រើនតង់ផងវាមិនមែនចេះថាចេះតែដាំទៅមិនអីក៏មិនទៅអញ្ចឹងត្រូវតែស៊ុបខ្យងទៅអីស៊ុបខ្យងហ្នឹងត្រូវភ្លក់រសជាតិមើលថាពេលដែលដាក់សាច់ខ្យងសាច់អីចូលហើយដាក់ប្រហិតអីដាក់អីចូលហើយទៅវាចេញទៅរសជាតិបែបណាវិញណាយើងត្រូវដឹងកន្លែងហ្នឹងទាំងអស់ហ្មងណាស៊ុបខ្យងចង់រៀនមានណាតម្លៃ$120ហើយបើកហាងលក់ដូររកស៊ីបានទាំងអស់ហ្មងខ្ញុំនិយាយប្រាប់ឲ្យថារៀនមួយហាក់ហេងបើអត់ចេះខ្ញុំអត់យកលុយទេព្រោះបរិញ្ញាគឺមកចាត់ណា1 1 2 2ហ្មង